សូចេឡមយៈទី5ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់លើគ្រែថ្មជាលំដាប់នៃសូចេឡមយៈទៀបកិយាក្រៀមសម័យនោះឯងខរិយៈនិងសូចេឡមយៈនាំគ្នាដើរទៅជិតព្រះមានព្រះភិក្ខលំដាប់នោះខរិយៈបាននិយាយនឹងសូចេឡមយៈថានោះព្រះសមណៈសូចេឡមយៈឆ្លើយថានោះមិនមែនព្រះសមណៈទេនោះគ្រាន់តែប្រហែលនឹងព្រះសមណៈចាំខ្ញុំសង្កេតឲ្យដឹងថាជាព្រះសមណៈឬប្រហែលនឹងព្រះសមណៈសិនវេលានោះសូចេឡមយៈក៏ចូលទៅជិតព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយបន្ទាន់កាយទៅរកព្រះមានព្រះភិក្ខចំណែកព្រះមានព្រះភិក្ខងាកប្រកាយចេញលំដាប់នោះសូចេឡមយៈទូលសួរព្រះមានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះសមណៈខ្លាចខ្ញុំឬមនាលអវុសោតថាគតមិនខ្លាចអ្នកទេតែសម្បត្តិរបស់អ្នកឯងអាក្រក់ព្រះសមណៈយើងនឹងសួរប្រស្នាចំពោះលោកបើលោកមិនឆ្លើយប្រាប់យើងនឹងធ្វើចិត្តរបស់លោកឲ្យរវើរវាយឬនឹងហែកហឫទ័យលោកឬក៏នឹងចាប់ជើងបោះទៅត្រើយម្ខាងទន្លេគង្គាមនាលអវុសោបុគ្គលណាក៏បីញ៉ាំងចិត្តតថាគតឲ្យរីមីក្តីហែកហឫទ័យតថាគតក្តីក៏បីចាប់ជើងតថាគតក្រវីបោះទៅត្រើយម្ខាងទន្លេគង្គាក្តីតថាគតមិនឃើញបុគ្គលនោះទោះបីក្នុងលោកព្រមទាំងទេវលោកមារលោកព្រហ្មលោកក្នុងពពួកសត្វព្រមទាំងសមណៈព្រាហ្មណ៍ទាំងមនុស្សជាសមតិទេពនិងមនុស្សដ៏សេះឡើយមនីអវុសោមួយទៀតអ្នកប្រាថ្នានឹងសួរប្រស្នាណាចូលសួរប្រស្នានោះមកចុះលំដាប់នោះសូចេឡមយៈបានពោលទៅនឹងព្រះមានព្រះភិក្ខដោយគាថាដូច្នេះថារាគៈនិងទោសៈមានអ្វីជាហេតុសេចក្តីមិនត្រេកអរសេចក្តីត្រេកអរនឹងការព្រឺរោមកើតមកអំពីអ្វីមโนវិតកៈកើតមកអំពីអ្វីដែលគួរលះបង់ចោលដូចជាពួកក្មេងលែងក្អែចោលរាគៈទោសៈមានអត្តភាពនេះជាហេតុសេចក្តីមិនត្រេកអរសេចក្តីត្រេកអរនឹងការព្រឺរោមកើតមកអំពីអត្តភាពនេះមโนវិតកៈកើតមកអំពីអត្តភាពនេះដែលគេលះបង់ចោលដូចជាពួកក្មេងលែងក្អែចោលកិលេសទាំងឡាយកើតមកអំពីសេចក្តីស្នេហាគឺតណ្ហាក៏កើតអំពីខ្លួនដូចជាពួរជ្រៃដែលកើតអំពីដើមជ្រៃកិលេសដ៏ច្រើនជាប់ជំពាក់ក្នុងវត្ថុកាមទាំងឡាយដូចជាពួរឈើចាក់ស្រេះក្នុងព្រៃពួកជនណាដឹងនៅកិលេសនោះថាកើតអំពីហេតុណាពួកជននោះតែងបន្ទោបង់នៅហេតុនោះចេញមនាលយៈចូលអ្នកស្ដាប់ចុះពួកជនទាំងនោះតែងឆ្លងនៅអន្លង់នេះដែលគេឆ្លងបានដោយក្រដែលខ្លួនមិនធ្លាប់ឆ្លងដើម្បីដល់ព្រះនិព្វានដែលជាទីមិនកើតទៀតចប់សូចេឡមសូត្រទី5